រៀងរាល់ពេលដែលមានសន្និសីទនៅប្រទេសរុស្ស៊ីដូចជាសន្និសីទថ្មីនៅប្រទេសរុស្ស៊ីដែលអាស៊ានទៅប្រជុំនៅរុស្ស៊ី Vladimir Putin ដែលមកចាប់ដៃហ៊ុនម៉ាណែតហ្នឹងមិនមែន Vladimir Putin ទេណាគឺជាមនុស្សដតីទេនៅក្នុងទីសាធារណៈដែលមានមនុស្សរាប់រយនាក់ហើយមនុស្សអាចចាប់ដៃជាមួយពូទីនណាបុគ្គលពូទីនហ្នឹងមិនមែន real Putin ទេតើអ្នកដឹងទេមិនអា CNN ក៏មិនផ្សាយអាណាក៏មិនផ្សាយតែ deep inside intelligence នៅក្នុងការសម្ងាត់គេដឹងរួចទៅហើយថាអ្នកដែលទៅចាប់ដៃជាមួយហ្នឹងគឺមិនមែនជា Putin ទេចុះថ្ងៃដែល Putin មកចាប់ដៃជាមួយនឹង Donald Trump តើជា Putin មែនទេណា Yes ហើយចុះមិនបានជាប្រជុំអាស៊ានរុស្ស៊ីអីមេដឹកនាំប្រទេស30-40នាក់ទៅប្រជុំនៅនោះអត់មានអ្នកណាមួយចាប់ដៃជាមួយ Putin ចាប់អត់បានទេ Putin ខ្លាចជាតិពុលនៅក្នុងដៃដែលអាចសម្លាប់គាត់បានណាGod ដូច្នេះហើយ Putin គាត់មាន imposter គាត់ហ្នឹងច្រើនជាងម្នាក់ he has someone ដែលគេ make up ផងជា Putin look alike សម្រាប់ធ្វើកិច្ចការនៅពេល Putin ជួបម៉ាក្រុងកាលដែលវាយយូក្រែនដំបូងគឺអង្គុយតុបប្រវែង4ម៉ែត្រអត់មាននៅចិត្តគ្នាទេហើយពេលចាប់ដៃតែមួយផ្លែតទេហេតុដូចម្ដេចបាន Putin គាត់ប្រយ័ត្នម៉េះពេលព្រោះគាត់ខ្លាចគេធ្វើឃាតគាត់ចុះប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលដែលយើងឃើញ motorcade ចាញ់ជួនកាលអត់មានប្រធានាធិបតីនៅក្នុងឡាននឹងទេជា decoy ទេអញ្ចឹងនៅពេលដែលប្រធានាធិបតីជិះយន្តហោះក៏ប្រធានាធិបតីទទួលឲ្យក្រុមរក្សាសុវត្ថិភាពហ្នឹងធ្វើកិច្ចការឲ្យធ្វើដែលសប្ងៃគេខំប្រឹងផ្សាយរឿងហ្នឹងទី1មេឌៀអត់ហ៊ានផ្សាយភ្លាមទេពេលព្រោះបើផ្សាយភ្លាមជាប់ទោសណាជាប់ទោសយ៉ាងម៉េចគេអាចហៅ The AP គេអាចហៅ The New York Times គេអាចហៅ The CNN ហ្នឹងទៅសួរថាមានផុសតាងអីខ្លះបើជាផុសតាងប្រឌិតគេអាចផ្ដល់ដក license ពី TV ពីភ្នាក់ងារព័ត៌មានបើ AP ហ្នឹងនៅក្រៅស្រុកគេអាចបិទអាជ្ញាប័ណ្ណអត់ឲ្យចូលយកព័ត៌មាននៅក្នុងអាមេរិកទេ The New York Times គេអាចប្តឹងដក license ឈប់ឲ្យបោះពុម្ពពីដូច្នេះ media គេឆ្លាតណាគេឆ្លាតណាអូខេ media គេឆ្លាតណាគេចាំតលតែគ្រប់ថ្ងៃដែលគេអាចមាន clearance ក្នុងការនិយាយគេយកមកនិយាយអញ្ចឹងនៅពេលនេះ media កំពុងតែ troll អំពីអ្វីដែលគេចង់លាបពណ៌ថាជាការកំសាករបស់មេដឹកនាំអាមេរិកដែលលួចពួនក្នុងឡានវាទៅម៉ែវាអីមិនមែនដូចយើងរត់ពួនទេGodចៅឯងកុំភ្លើអីណានឹកឃើញថាពូទីននឹងពួនក្នុងបាវត្រាំនឹងចូលពួនក្នុងបាវឯងគេលើកបាវដាក់ឡានឯងគេយកទៅមិនមែនទេសូម្បីតែរថយន្តដែលគេប្រើហ្នឹងក៏សិតមាន cubicle សូម្បីតែនៅក្នុង Air Force One ហ្នឹងក៏គេមាន cubicle គេមានប្រអប់ដែលប្រធានាធិបតីចូលអង្គុយដាក់ខ្សែក្រវ៉ាត់ហើយគេរុញប្រអប់នឹងចេញទៅប្រធានាធិបតីអាមេរិកអត់ចាំបាច់លុតក្រាបលូនចូលបាវគ្រប់ដណ្ដប់សពុតភ្លៀងអីចូលទៅក្នុងទូតំណែងអីទេមិនមែនដូចពួកអាកសែតនឹងនិយាយទេតែគេកំពុងតែនិយាយដើម្បីបង្អាប់គាត់ស្ដាប់បាននៅចៅឲ្យយល់ហើយបន្តមកទៀតរឿងអីណាអ្នកសារព័ត៌មានគេត្រូវឲ្យបិទ shutter នៅតាមបង្អួចអានឹងចេះតែមានហើយប៉ុន្តែជារឿងដែលគេខំប្រឹងតាក់តែងលៀបឲ្យវាទៅអញ្ចឹង
ប្រធាននេះទៅដៃជិះយន្តហោះជាមួយអ្នកកសែតឬមិនជិះយន្តហោះជាមួយអ្នកកសែតជារឿងរបស់សន្តិវត្ថិភាពប្រជាប្រធាននេះទៅដៃហើយអាពួកអ្នកកសែតដែលបានឡើងយន្តហោះ Air Force One ណាអាពួកហ្នឹងមិនមែនងាយបានឡើងទេអាពួកហ្នឹងសុំបានឡើងហ្នឹងមិនងាយបានទេហើយបាទពួកហ្នឹងញ៉ៃគេដកបាននឹងចេញឡើងបានឡើងយន្តហោះហើយដល់បានទេអាហ្នឹងគេហៅ press corps accompanying the president of United States ណា credential ហ្នឹងសំខាន់ណាស់ណាយល់នៅអឹមក៏តាប្រាប់តែប៉ុណ្្នឹងទេរឿងហ្នឹងអត់បានកាយទេរឿងគេនិយាយណាលេងតែហើយជួនកាលរឿងហ្នឹងអត់ពិតអញ្ចឹងទេជួនកាលអា AP អា New York Times អា CNN ត្រូវដឹងណារឿងវាចាញ់ពី AP New York Times បន្តហើយ CNN ក៏បន្តក្រោយមក News Agency ដទៃទៀតក៏យករឿងហ្នឹងទៅនិយាយសួរថាពិតទេពិតជាលោក Donald Trump ជិះអាឡានហ្នឹងទេ Sometimes it's not ណាចុះពិតទេ Donald Trump ជិះកប៉ាល់ហោះមួយដែលពួក Persian Gulf ឲ្យជួនកាល not he did not fly that plane ជួនកាល Donald Trump ជិះ private jet ផ្សេងតូចមួយ escort ដោយ United States Air Force កប៉ាល់ហោះ30-40 escort ហើយគេ clear airspace ទៅបាត់គាត់មិនបានជិះយន្តហោះដែលកាតាប្រទេសកាតាឲ្យអត់ទេជួនកាលអត់ទេហើយគាត់ក៏មិនបានជិះអាឡានមួយមកចតចិត្ត Air Force One ដែរអត់ទេពីព្រោះអ្វីដែលធ្វើហ្នឹងសូម្បីតែ White House staff ដែលនៅលើ Air Force One ហ្នឹងអត់ដឹងផងអញ្ចឹងរឿងហ្នឹងគ្រាន់តែជារឿងទេជាឈុតឆាកទេចៅអើយចៅសារព័ត៌មានទាំងអស់នៅក្នុងពិភពលោកវាមិនខុសគ្នានៅស្រុកខ្មែរទេគេ control ណាចៅណានឹងតាប្រាប់ឲ្យយល់ពីរឿងអាគេ control ហ្នឹងអូខេCam Watch ប្រសិនបើរដ្ឋាភិបាលចាប់ផ្ដើមលុបបំបត្តិអំពើពុករលួយតើវាធ្វើឲ្យប៉ះពាល់អ្វីខ្លះប៉ះពាល់ច្រើនតែត្រូវតែធ្វើចាំប្រាប់ណាអំពើពុករលួយលុបអត់បាត់ទេដំបូងចងក្រងច្បាប់ទី2បង្រៀនមនុស្សឲ្យយល់ពីច្បាប់ទាំងអ្នកសោកនិងអ្នកទទួលសំណូកទី3ឲ្យរបៀបរាយការណ៍សុវត្ថិភាពទី4អនុវត្តច្បាប់ទី5លួងចិត្តនរណាផ្ដល់ព័ត៌មានឲ្យធានាសុវត្ថិភាពហើយឲ្យរង្វាន់មន្ត្រីដែលធ្លាប់ពុករលួយហើយឈប់ពុករលួយធ្វើការត្រឹមត្រូវឡើងបនស័ក្តិបន្តមកទៀតដាក់ទោសបើយើងចង់គ្រប់គ្រងអំពើពុករលួយគឺចាប់ផ្ដើមពីលើទៅឧទាហរណ៍គ្រួសារលោកហ៊ុនសែនណាយើងឃើញហ៊ុនតូជាប់ជាពាក់រឿងច្រើនណាលោកហ៊ុនសែនត្រូវតែ clear ហ៊ុនតូត្រូវតែ clear របៀបណាខ្ញុំមិនដឹងទេស្រេចតែលោកហ៊ុនសែនណា clear មានន័យថាហ៊ុនតូត្រូវតែបញ្ចប់សកម្មភាពឈរឈ្មោះឲ្យបរទេសឲ្យចប់ឬក៏លោកហ៊ុនសែនប្រាប់ថាអាតូឯងមកលេងស្រុកខ្មែរអីមកលេងចុះប៉ុន្តែឯងទៅនៅប្រាប់ថាឯងក៏មានលុយដែរទៅនៅឯងមកលេងចុះប៉ុន្តែកិច្ចការរាជការអីអត់មានមុខឯងទេចាប់ពីថ្ងៃនេះតទៅក្មួយឯងលែងចាញ់មុខហើយក្រុមហ៊ុនទាំងអស់មុខរបររស់ស៊ីតាក់ទងស្រុកខ្មែរឯងឈប់ឈរឈ្មោះឲ្យគេព្រោះឈ្មោះឯងឈរប្រឡាក់ច្រើនណាស់ចាប់បើលោកហ៊ុនសែនប្រាប់
អាតូឲ្យធ្វើអញ្ចឹងទៅអាតូក៏វាមានលុយគ្រប់គ្រាន់ដែរវាចប់អត់មានទេបើចប់រឿងហ្នឹងគ្រួសារលោកហ៊ុនសែនអត់មានអីតាក់ទងទៀតទេចប់តែប៉ុណ្ណឹងចំណែកឯមន្ត្រីជើងកាក់ដតីមានតកូលសតកូលទាតកូលអីហ្នឹងណាក៏រៀបគ្នាអញ្ចឹងលោកហ៊ុនសែនគាត់និយាយឲ្យរៀបគ្នាអញ្ចឹងទៅណារៀបហើយដល់ថ្នាក់បន្ទាប់អានឹងចាប់ផ្ដើមដំបូងគឺបង្កើតច្បាប់ពន្យល់ច្បាប់អប់រំការពារអ្នករាយការណ៍ផ្ដល់រង្វាន់លួងលោមចិត្តចុងក្រោយទៅកាត់ទោសមិនបានកាត់ទោសចុងក្រោយឲ្យត្រូវលួងចិត្តសិនអំពើពុករលួយអត់មានចាប់យកទៅបាញ់ចោលបានទេពីព្រោះសង្គមខ្មែរយើងពុករលួយទាំងអស់យកអ្នកណាទៅបាញ់ចោលក៏អត់យុត្តិធម៌ដែរវាទាល់តែចាប់ផ្ដើមកាត់បន្ថយអញ្ចឹងអំពើពុករលួយមិនមែនតែលុបបំបត្តិទេកូនអំពើពុករលួយគឺគ្រប់គ្រងកាត់បន្ថយណាកូនណាអូខេនឹងឲ្យយល់រឿងហ្នឹងណាគ្រប់គ្រងកាត់បន្ថយ take control and reducing it ណាតែបើយកទៅបាញ់ចោលទេអត់ទេវាអត់ដោះស្រាយចេញទេវាប៉ះពាល់លោកតាសំសួរម្ដងទៀតឆ្នាំ97មានរដ្ឋប្រហារទេលោកតាមានការផ្ទុះអាវុធអូខេចង់ហៅអីក៏ហៅទៅ Good morning បងសិដ្ឋាតាយល់បែបណាដែលមួង narrate សុំអ្នកមើលតាម YouTube 2-3 ដុល្លារតើទង្វើនេះសមរម្យទេការសុំអង្គាសលុយអីអត់មានបញ្ហាទេគេមិនមែនមកប្លន់យើងណាឧទាហរណ៍តាសុំឲ្យអ្នកដែលចូលចិត្តជួយ5 ដុល្លារឬក៏10 ដុល្លារជារឿងរបស់តាដូច្នេះការសុំលុយឬក៏អង្គាសប្រាក់ជារឿងធម្មតាណាយើងមិនចូលចិត្តកុំឲ្យទៅចប់សងគួរយកកូនច្រើនឬយកតែពីរសំណួរសួរថាទី1រៀនបានខ្ពង់ពោះហើយនៅទី2ការងារប្រាក់ចំណូលល្អហើយមានសន្សំហើយនៅណារីឯយកកូនប្រមាណស្រេចខ្លួនឯងបើចង់ក្រយកឲ្យច្រើនយកចាប់ពី2ទៅគឺក្រអញ្ចឹងបើចង់ក្រយកទៅតាមានកូន5តាក្រGod ខ្ញុំធ្លាប់ឃើញ Putin ប្រជុំ G20 ទេអារឿង Secret Service អីជួយជីវិតអត់បានទេចាប់ដៃគាត់ណាដៃឧទាហរណ៍ថាដៃមេដឹកនាំដតីដៃគាត់អត់ដឹងថាគេដាក់ស្អីទេគាត់លាប lotion ហ្នឹងគាត់មកចាប់ Putin ងាប់ Putin ពីព្រោះជាតិគីមីដល់ម៉ោងវាប្រតិកម្មងាប់ Putin មិនងាប់អានេះលាបណាPutin អត់ទុកចិត្តទេពីព្រោះ Putin គាត់ធ្លាប់សម្លាប់មនុស្សគាត់ជាមេ KGB គាត់ជាមេ KGB គាត់ដឹងរឿងហ្នឹងគាត់អត់ទេអញ្ចឹងគាត់មានមនុស្សជិះឡានគាត់មានមនុស្សដើរចាប់ដៃតែមិនមែន Putin ទេណាមែនទេអានឹងទីងង Putin ទេណានឹងខ្ញុំប្រាប់កុំច្រឡំសន្តិសុខជុំវិញ Putin មកសំបីតែផ្ទៃក្នុងគាត់ក៏គេចង់ស្លាប់គាត់ដែរគាត់ប្រយ័ត្ន Rosli លោកតាការដួលរលំសហភាពសូវៀតឆ្នាំ91អត់តាក់ទងចវាយទេសេដ្ឋកិច្ចវាដួលរលំចៅវាយគ្រាន់តែបានដឹងឮទេដឹងឮមានន័យថាឃើញដំណើរការហ្នឹងសេដ្ឋកិច្ចវាដួលរលំឧទាហរណ៍ចាឯងធ្លាក់ខ្លួនឈឺមិនមែនមកពីចវាយទេឧទាហរណ៍ថាសម្ដេចសែនុគាត់ផ្លាប់មិនមែនមកពីចវាយទេឧទាហរណ៍ថាស្ដេចថៃអីហ្នឹងមិនមែនមកពីចវាយទេQueen Elizabeth ស្គត់មិនមែនមកពីចវាយទេយល់ទេចវាយគាត់មិនមែន control ទេគាត់ manage ឧទាហរណ៍ឥឡូវឲ្យអញ្ចឹងតាមិនមែនចវាយទេតាចេមសុកតារិះគន់រដ្ឋាភិបាលរិះគន់តាំងពីឆ្នាំ
96mà ample ấy đi con này đi con là hốt đòn lời nè đi con từ chẳng từ chục màn tu tới đi con tiền đòn lời chục đi con số thà ta cả chục đi con nó nực khơi tê thơ ấy ở đây cái lấy mơ tớiประเทศ Campuchia ក៏បានកសាងរីចម្រើនសមរម្យហើយកលេចមើលប្រទេសកម្ពុជាក៏មានដំណើរសមរម្យហើយវាមិនធ្វើឲ្យខ្មែរទាំងអស់ពេញចិត្តទេប៉ុន្តែចម្រើនមែនទែនហើយចម្រើនមែនទែនហើយអានឹងមួយកត្តាមួយកត្តាទី2អាយុតាចាស់ហើយអញ្ចឹងទៅដល់ចំណុចមួយយើងត្រូវយកចិត្តទុកដាក់ទទួលស្គាល់ថាប្រទេសកម្ពុជាមានដំណើរការហើយមេដឹកនាំយើងដឹងហើយអាចោលមកសៀតសំរងស៊ីវាយ៉ាងម៉េចហើយអាចោលមកសៀតដតីយ៉ាងម៉េចយើងដឹងហើយអញ្ចឹងតាបញ្ឈប់កសាងការយល់ដឹងរវាងជេមសុកនិងខ្មែររាប់លានអ្នកចំណែកពួកអាចោលមកសៀតដតីវាជាធូលីឬក៏ជាក្អែលទុកឲ្យវាទៅតាមវាទៅរវាងអា2ឡូហើយនឹងប្រជាជន20លានអ្នកតាសម្រាប់ថាដល់ពេលវេលានិយាយសារសងពន្យល់ចែកចាយជាមួយ20លានអ្នកហ្នឹងចឹងដូចថ្ងៃនេះមានអាលោកសង្ឃមួយនៅវត្ត Seattle Washington State វាបួសវាថាវាអ្នកបួសវាជេរម៉ែគេណាថារួយម៉ែវាសេពេលគេទៅជេរវាជេរគេរួយម៉ែវាណាសម័យហ្នឹងខ្ញុំប្រាប់តាអ្នកបួសដែលអាសំរងស៊ីយកមកក្រៅស្រុកមានចាំទេពួកអាលោកសង្ឃក្មេងៗដែលជំនាន់ធ្វើបាតកម្មសមត្ថកិច្ចវាយរបូតស្បង់ណាមួយចំនួនវាបានមកក្រៅស្រុកឥឡូវវាសឹកអស់ហើយប៉ុន្តែកាលវានៅមកក្រៅស្រុកវានៅក្រៅស្រុកមុខមាត់វាស្តៀងអាតងោលមួយនៅវត្ត Seattle សប្ងៃអាមួយនឹងឈ្មោះស្អីទេអានោះឈ្មោះស្អីទេបើអញភ្លេចឈ្មោះវាទៅអាតងោលហ្នឹងម្សិលមិញមានគេទៅជេរវាជេរគេក៏ដូចម៉ែវាអ្នកបួសវាជេរគេអញ្ចឹងណាសេរីពួកហ្នឹងសេរីអញ្ចឹងណាសេរីពួករាំងស៊ីសេរីអញ្ចឹងណាហើយពួកលោកសង្ឃក្មេងៗដែលអារាំងស៊ីជួយឲ្យចាញ់មកក្រៅប្រទេសណាកាលហ្នឹងនៅវត្តខ្ញុំមានប្រហែលអ្នកណាអានេះឈ្មោះសូអានអូខេអរគុណអានេះឈ្មោះសូអានតើអានេះឈ្មោះសូអានពីដើមពួកអារាំងស៊ីយកសង្ឃលោកក្មេងៗនេះយកចាញ់មកក្រៅប្រទេសមកវត្តមែលិនណាពេលវាតេទៅគេអីមនុស្សស្រីទាំងវាសួរថាម៉េចឥឡូវវាឈប់នៅអស់ហើយវាពួកវាមិនមែនជាអ្នករៀនធម៌រៀនអីវាជាចៅ500វាជាគេហៅពួកបង្កើតសភាពការរបស់ពួកគណៈបកសំរងស៊ីណាដល់អញ្ចឹងទៅវាក្មេងៗណាវាតេឡេហ្វូនទៅផ្ទះគេវាសួរញោមឯងនៅម្នាក់ឯងហ៎វាធ្លាប់ចូលផ្ទះគេចុះពីដើមដូចថាប្តីគេគ្រប់គ្រងអាសំរងស៊ីអញ្ចឹងណាធ្លាប់មកផ្ទះគេញោមឯងនៅម្នាក់ឯងអត់ល្ងាញោមអាណាដែលលោកសង្ឃលេងអញ្ចឹងណាអាណាដែលលោកសង្ឃវាសួរមនុស្សស្រីថាញោមអត់ល្ងាទេញោមឥឡូវណាលោកសង្ឃមួយឈ្មោះអាស្អីសូអាននៅវត្ត Seattle ម្សិលមិញវាទៅសេជេម៉ែគេរួយម៉ែវាកុំនិយាយលេងហើយអាតេងហាមាត់ឡើងមេម៉ាយវាមិនបានវាជាប់ចម្ពាក់ជាមួយមេម៉ាយយើងដឹងហើយវាមិនមែនបួសឲ្យវាហើយអាលោកសង្ឃមួយទៀតនៅស្វីសអានឹងឈ្មោះអីទេអានឹងលុនសបាតអូឥឡូវនោះវ៉ាន់តាយគេខ្ញុំថាពួកអនេះសិតតែពួកដល់ខឹងពួកអនេះយកស្បង់យកអាកណាត់លឿងហ្នឹងមកធ្វើជាគម្របសម្រាប់គ្របពួកអហ្នឹងសិតអញ្ចឹងហ្នឹងហើយពួកអារាំងស៊ីអាតេងហាមាត់មេម៉ាយវាមាននឹកឃើញធម៌ព្រះសម្មាសម្ពុទ្ធអីវានឹកឃើញ
đam trung mấy mai nè bảo vệ mình nực khơi mấy cái bên dây cát à lấy nó mui đây nơi Washington Seattle nơi Washington nó mui nó sao mấy nhá xe chị mày kìa ôi em mà nó em mà chọc từ mà này thiệt sen lục tá cả đại nóm bò tê mong tà nhá từ thưa ba tà cắm ní xong rằng si chùm nanh vô bài được hạt xong rằng si về mình đại kịch rừng chùm nanh mình chùm nanh để cho nám mơ cho ao ta thưa ba tà cắm xong rằng si ọt đại nâu nông năng để xong rằng si ọt đại mọc rích ấy chô thưa ba tà cắm ấy ọt để xong rằng si nè na chê hôn sain khné về chê hôn sain việc ọt nâu năng để vì bố nơi bên đây việc bạn chuốc hôn sain về phải ta nách nhom ọt bạn thương chẳng để đôi cá về áo ấy mui nơi California sắp sai ta hôn mà nãy câu lê đập thỏ đôi bên về chuốc hôn sain về ta về ọt đắng chẳng xong là si về là cảnh che bao về từ chê hôn sain chê cho về ọt để đáp ba nàyนี่ระเบียบchẳng cá để về do bộ đà gà mong tại nhà ấy đó về chia riêng đại việt cao miền lang cao của môn làm từ bọt bàn có về chốt mà đó là lời mà nè thấy bộ đà gà mong tại nhà nó cái này mà thơ nó có ọt bàn trên anh ấy đây nè hay anh ấy thơ ba ta cam mà tết cái lon tới nó khát ta thay sang thay cái bao ho thay bài thay dân tha kia đểอดมีนบ้านไอ้แต่ธรรมดาอันนั้นกันchỉ cái anh bài nó trả hai còn tu ấy trả hai còn là chua chua thay tòm để trả hai lúc ta buôn đã trở vải quạt lên Filano trở vải ọt lên nhỉ trở vải manage chặt chành ở kê trong bọc bao nâng quát rư ọt lục tả đồ chia thơ ai là vô bài trăm keng trăm nhầm prap ná nơi khăn năm đọc vào mùi này cháu ná nơi khăn năm đọc vào mùi lục trăm bàn cho học chân nào nơi bê lục trăm cho học chân nào nó cứ cho học chân nào ở chai đòn đôi trái đòn nơi không cả nạ bạ sa thèn nạ rót kê ọt ti mùi cả nạ bạ sa rót chặt tục thật cả lột châu không chạ này vô bài rồi bỏ trắm nơi năm pipon đọc mùi cứ chỉ cả lên sai đôi chân này hai bẩn đa bay cái chuồn cả nạ bạ sa thèn rót đợt tây tiết rùm tèng côn pro rồi bỏ lục bush nơi Florida có chặt tục tha trắm lột châu này vô bài chiaระเบียบcomply ไปกระจนประเทศในใดขณะปะสาธารณรัฐจัดตกทาตรัมโลดโจลนงชาตินโยบายเลงสายตามกับเปิดตรัมกอดเลงสายเหมือนจะสบายอเมริกที่จัดตกทาลูกตรัมเลงสายcái trái đón lấy sao lục tram là cồn đó là cốt lục tram còn thấy anh họ trồn mà lên đó còn đò lỡ anh phải chia play cua sắm chẳng có tranh mốc cách bay cái chân xa theo đoạt là thấy bạc cách rồi vô cách ấy cách bạc đó còn cách bạc còn khơi là trong vô bãi xuống đất ôi ta anh làm cốt anh bà trai lôi xả nè chẳng anh cho mua vào đó ní bà tam nhau sân kết nằm bị bọn đọc của mũi trong bốn lên sao chứ tại đó cõi máu cách kia cách ấy nè vào đời đọc về nè bộ bà chia tập tay cái nơi miếng cầm lắng cái chắc sao còn cụp dần khơi nhá nằm bị bọn đọc của mũi nó đó lòng cô vĩnh
xong bay tập bẩn chanh vạ sáng có ọt ban đấy cứ cả nạ bạប្រជាtái chạ sao có chọp 4 ឆ្នាំអត់មានធ្វើអីកើតទេហើយដោយសារកូវីដកើតផងអីផងក៏គណៈបកប្រជាធិបតេយ្យខាងចវាយគណៈបកប្រជាធិបតេយ្យគេធ្វើកិច្ចការគេឲ្យโจ Biden ជាប់ពេលโจ Biden គាត់ជាប់គាត់ចាស់ហើយអញ្ចឹងចវាយខាងប្រជាធិបតេយ្យដាក់កាម៉ាឡាឲ្យធ្វើអនុប្រធានបតីពេលហ្នឹងខ្ញុំក៏លេចឃើញខ្ញុំគិតថាគណៈបក្សសាធារណរដ្ឋចវាយធំព្រមឲ្យប្រជាធិបតេយ្យជាប់ដោយឃើញត្រំជាអ្នកជាប់ឆ្នោតដោយចៃដន្យអញ្ចឹងចៅវាយគណៈបក្សសាធារណរដ្ឋចាត់ទុកថាត្រំជាវិនិយោគដែលមិនសូវមានផលក៏ផ្ទេឲ្យទៅប្រជាធិបតេយ្យចៅវាយប្រជាធិបតេយ្យក៏ប្រម៉ូតโจ Biden តែដោយលោកតាโจ Biden គាត់អាយុចាស់ពេកគេដាក់អនុប្រធានាធិបតីក្មេងម្នាក់កាម៉ាឡាពេលហ្នឹងខ្ញុំចេះតែគិតថាបើមានកិច្ចការអីគេឲ្យកាម៉ាឡាឡើងធ្វើប្រធានាធិបតីហើយចៅវាយរបស់គណៈបកប្រជាធិបតេយ្យនឹងកាច់ចង្កូតហើយក៏មិននឹកឃើញថាលោកតាโจនឹងឈរឈ្មោះអាណត្តិទី2ទេខ្ញុំនឹកឃើញថាប្រហែលជាកាម៉ាឡាហើយនឹងតួគណៈបកប្រជាធិបតេយ្យដទៃទៀតនឹងឈរឈ្មោះតែចៃដន្យអីលោកតាโจគាត់ចចេះគាត់ឈរឈ្មោះដល់លោកតាโจឈរឈ្មោះទីអាណត្តិទី2លោកតាโจគាត់ចាស់មែនតើហើយអញ្ចឹងមេរបស់គណៈបកប្រជាធិបតេយ្យកើតបញ្ហានៅពេលជាមួយគ្នាហ្នឹងដោយសារការបដិងផ្ដាល់ត្រំខ្លាំងពេកត្រំคล้ายទៅជាជនរងគ្រោះនឹងអំពើចោមរោមរបស់ពួកប្រជាធិបតេយ្យវាទៅជាឡើងកោតវិញដល់ឡើងកោតវិញឆ្នាំ25ត្រំឈ្នះដល់ឆ្នាំ25ត្រំឈ្នះគណៈបកសាធារណរដ្ឋសង្ឃឹមថាចវាយលើសង្ឃឹមថាត្រំគាត់មិនក្តុងក្តាំងមិនកោចងេងចងាងដូចមុននេះធម្មតាអាណត្តិទី2ភាសាខ្មែរថាវាចាស់វស្សាហើយអញ្ចឹងចៅវាយរបស់គណៈបក្សសាធារណរដ្ឋពីលើសង្ឃឹមថាត្រំនឹងដឹកនាំប្រទេសឲ្យរលូនស្រាប់តែគាត់ឡើងធ្វើប្រធានបតីចងេងចងាំងក្តុងក្តាំងយកហ្មងដល់ក្តុងក្តាំងមកហ្មងដល់ចូលឥឡូវនេះចៅវាយគណៈបក្សសាធារណរដ្ឋកំពុងតែមិនសូវសប្បាយចិត្តពីព្រោះវាខូចផលប្រយោជន៍របស់បកតែដោយសារលោកត្រំគាត់ប្រធានបតីហើយដោយសារចរិតរបស់គាត់អញ្ចឹងទើបគាត់ជាប់ផឹងតែវាមានចំណោទមួយគណៈបក្សសាធារណរដ្ឋកំពុងតែព្រួយបារម្ភដោយសារនយោបាយវាខូចខាតគណៈបកប្រជាធិបតេយ្យមានបញ្ហាមួយពីព្រោះរាល់បេក្ខភាពដែលចូលឈ្មោះគណៈបកប្រជាធិបតេយ្យសុទ្ធតែជាឆ្វេងសុទ្ធតែម្ដងនៅទីក្រុងញូវយ៉កនៅ Michigan នៅ Minnesota អីដល់អញ្ចឹងទៅគណៈបកប្រជាធិបតេយ្យវាឃ្លោងទៅខាងឆ្វេងហើយគណៈបកសាធារណរដ្ឋកំពុងតែភ័យដោយសារត្រាំគាត់ធ្វើឲ្យខូចការច្រើនអញ្ចឹងចវាយគណៈបកសាធារណរដ្ឋហើយនឹងចវាយគណៈបកប្រជាធិបតេយ្យមិនដឹងគិតអីឥឡូវនឹងកំពុងជួបបញ្ហាខាងសាធារណរដ្ឋអត់មានណា JD1 គាត់បើនិយាយជាបច្ចេកទេសនយោបាយត្រំបំផ្លាញ JD1 ចោលបាត់ទៅហើយ
រឿងចរចាហ្នឹងជេឌីវ៉ាន់គ្មានអនាគតទេនៅសល់តែមនុស្សម្នាក់ឯងម៉ាក់កូរ៉ូបយកក្រៅពីហ្នឹងដួលអស់ហ្នឹងនៅសាធារណរដ្ឋនៅប្រជាធិបតេយ្យបញ្ហាមួយអត់មានតួសម្រាប់ឈរឈ្មោះប្រធាននៃសម្ដីអត់មានទេហើយនៅសាធារណរដ្ឋអត់មានតួទេនៅសល់ម៉ាក់កូរ៉ូបយកបើសិនជា2ឆ្នាំទៀតត្រំបំផ្លាញម៉ាក់កូចោលហើយរ៉ូបយកទប់ត្រាំអត់ជាប់គណៈបកសាធារណរដ្ឋក៏អត់មានតួគណៈបកប្រជាធិបតេយ្យក៏អត់មានតួច្បាយខាងលើមិនដឹងគិតយ៉ាងម៉េចទេច្បាយគាត់ manage ប៉ុន្តែជួនកាលគាត់ run out of resources ស្ដាប់តើនេះអ្នកសួរស្ដាប់តើនេះជ្រៅណាខ្ញុំនិយាយជ្រុលមាត់រៀងជ្រៅបន្តិចពិបាកយល់មែនទេvery difficult to understand គឺពិបាកយល់ណាឃើញនយោបាយពិបាកយល់ទេច្បាយមិនមែនមានកូនអុកទេណាដូចអុកជប៉ុនហើយនឹងអុកកូរ៉េគេហៅហ្គួណាលេងទៅអស់ក្របប្រទេសអាមេរិក350លាននាក់ចៅវាយអាមេរិកអស់តួលេង Can you believe it ប្រទេសខ្មែរណាអ្នកធ្វើនយោបាយសមរស់មិនខ្វះទេប៉ុន្តែក្នុងនាមជាអ្នកដឹកនាំអត់ទាន់កើតនៅឡើយទេលោកតាសែនអាយុ75ណាតែអ្នកដឹកនាំអនាគតអត់ទាន់កើតនៅឡើយទេនៅស្រុកខ្មែរណា20លានអ្នកបងប្អូនជឿដែរជឿថាសង្គមមួយប្រទេសមួយមនុស្ស20លានអ្នកណាខ្វះអ្នកដឹកនាំជឿទេជឿថាប្រទេសខ្មែរឡើយអត់មានអ្នកដឹកនាំទេតាសែន75ណាហើយជឿដែរ350លានអ្នកអត់មានតួលេងប្រជាធិបតេយ្យអត់មានតួឈរឈ្មោះបោះឆ្នោតអត់មានតួណាជឿទេជឿថាអត់មានតួដែរឥឡូវបងប្អូនអង្គុយមើលនៅក្នុងវេទិកានយោបាយនៅក្នុង political arena នៅក្នុង political arena របស់អាមេរិកមានតួឯណាអស់លីង Can you believe that 350 million people you cannot find any suitable candidate អត់មានតួទេហើយនៅប្រទេសកម្ពុជាអត់មានតួទេលោកតាសែនអាយុ75ឆ្នាំណាហេតុអីបានអត់មានតួឯចៅអើយអាហ្នឹងសង្គមពិបាកណាមនុស្សអត់មានតួណាដូចនៅឥណ្ឌាចឹងគណៈបក Congress អត់មានតួនៅឥណ្ឌាណាគណៈបករបស់ម៉ូឌីក៏អត់មានតួគណៈបករបស់មហារបស់នេរូហ្គាន់ឌីអត់មានតួគ្មានតួជឿដែរហើយសពថៃយើងមើលសពថៃឥឡូវយើងមើលសពថៃអាណាធ្វើនាយករដ្ឋមន្ត្រីកើតតាក់សិនវាចាស់ហើយណាវាបងលោកតាសែនឥឡូវមើលសពថៃមានអាណាមានតួគណៈបកក្មេងៗហ្នឹងវាធ្វើនាយករដ្ឋមន្ត្រីបានទេឋានាធនអភិតាអីហ្នឹងធ្វើបានទេធ្វើអត់បានទេនាយករដ្ឋមន្ត្រីតើខ្ញុំនិយាយហ្នឹងបងប្អូនយល់ទេធនធានមនុស្សពិបាកណាចៅវាយក៏អញ្ចឹងដែររបៀបចៅវាយក៏ recruit ហ្នឹងមិនងាយទេពិភពលោកលំបាកណាឥឡូវនេះមិនបាច់និយាយទេគ្រាន់តែអ្នកធ្វើ show ដូចខ្ញុំវាមានអ្នកណាធ្វើ show នៅក្នុងរបៀបស្តៀងខ្ញុំមានទេអ្នកធ្វើ show
ក្មេងៗផ្អើលកននិថាគ្នាអត់ឃើញឥឡូវតែអ្នកដែលឆ្លើយឆ្លង show ដូចខ្ញុំមានទេវាអត់មានខ្ញុំមិនមែនអួតអាងទេវាអត់មានពួកគេមិនអាចឆ្លើយឆ្លងបានពីព្រោះអ្វីចំណេះដឹងវាមិនដល់ education experience flexibility អត់មានជឿដែរនៅមុខវាមានអ្នកណាដែលអាចធ្វើ live ដូច James សពបាន and sometime រាល់ថ្ងៃវាប្រហែល3 show ជួនកាលឡើងដល់7 show ផងហើយឥឡូវវីដេអូខ្លីៗមួយថ្ងៃជួនកាលទៅពេលខ្លះមកប្រើមកដល់10 short video លឿនដូចផ្ទះមួយminuតកន្លះហើយអត់មាន pre recording ទេកោសលចំណេះដឹងបទពិសោធន៍ហើយនឹងភាពវាងវៃ talent education experience and flexibility ណាអានោះវិញចឹងអូខេRasli យល់ហើយលោកតាហេតុនេះហើយបានធ្វើឲ្យវៀតណាមដកទ័ព89ចេញពីខ្មែរគឺដោយសារសូវៀតឈប់ផ្ដល់ជំនួយឲ្យវៀតណាមចិនដាគុណអញ្ចឹងបានខ្ញុំអត់ថ្វាយបង្គំទេអូខេជាច័ន្ទថ្លៃតើហេតុអ្វីសមាគមអាស៊ានមិនអាចដោះស្រាយរបស់សមាជិកខ្លួនបានអញ្ចេះណាកូនណាអាស៊ានតាមរយៈ Charter of 2008 តាមរយៈធម្មនុញ្ញអាស៊ាន2008គឺបង្កើតសមាគមនេះមិនដោះស្រាយបញ្ហារបស់ប្រទេសនីមួយៗទេចុះហេតុដូចម្ដេចបានជាធម្មនុញ្ញអាស៊ានឆ្នាំ2008មិនអោយលូកដៃទៅដោះស្រាយប្រទេសនីមួយៗពីព្រោះក្រោយឆ្នាំ91អាស៊ានបានទទួលសមាជិកថ្មីដែលសមាជិកថ្មីនោះមានរបបនយោបាយកុម្មុយនីសដោយសារតែទទួលវៀតណាមឡាវកម្ពុជាដែលមានរបបកុម្មុយនីសអាស៊ានឆ្នាំ2008ក៏តាក់តែងធម្មនុញ្ញដែលមិនឲ្យមានប្រទេសណាលូកដៃជើងចូលក្នុងកិច្ចការរបស់ប្រទេសមួយទៀតទេដើម្បីអនុញ្ញាតឲ្យកុម្មុយនីសក្លាយទៅជាសមាជិកអាស៊ានអញ្ចឹងអាស៊ាននេះបើរកបានចែកគ្នាឆៃតែបើកើតបញ្ហាដោះស្រាយរៀងខ្លួនមូលហេតុនេះហើយណាច័ន្ទថ្លៃដែលអាស៊ានអត់ស្រាយបញ្ហាទេបានជានៅពេលថ្មីហ្នឹងម៉ាយ៉ាន់ម៉ាបានបដិសេធអាស៊ានរឿងលោកស្រីអ៊ុងសានស៊ូជីអូខេម៉ាណាគឺពិតដែរមិនមែនមួយចំនួនទេមួយចំនួនធំណាអូខេចន្ទតាបងខ្ញុំឮគេនិយាយថាប្តីប្រពន្ធនៅអាមេរិកຕົកដាក់លុយរៀងខ្លួនតើមែនឬទេបើមែនខាងស្រីគាត់មិនអស់ចិត្តនឹងប្តីរបស់គាត់អញ្ចេះនៅប្រទេសអាមេរិកាំងប្តីប្រពន្ធមាន account ជាមួយគ្នាហើយក៏មាន account ផ្សេងគ្នា account ជាមួយគ្នាសម្រាប់
សម្រាប់បងចំណាយចាយវាទាំងអស់ account ផ្សេងគ្នាគឺសម្រាប់ទុកលុយឲ្យសល់របៀបដែលគេធ្វើនេះល្អអត់មានប្តីឬប្រពន្ធណារំលោភលើលុយកាក់គ្នាបានទេហើយនៅពេលដែលគេលែងលះគ្នាប្តីប្រពន្ធអាចមានលទ្ធភាពផ្នែកលុយកាក់ចិញ្ចឹមខ្លួនខ្មែរយើងណាប្តីឲ្យប្រពន្ធទុកលុយប៉ុន្តែដល់យកទៅចាយណាប្រពន្ធអត់អាចហាមបានទេហាមត្រូវក៏ភ្លៀងឡើយអូខេហើយវាយប្រពន្ធដល់ធ្លាក់ឈាមមកលូតកូនប្រពន្ធអត់ហ៊ានលែងប្តីទេព្រោះមានកូនមិនដឹងទៅរកស៊ីអីនៅអាមេរិកអត់ចឹងទេ account លុយដាក់រួមគ្នាផងដាក់ចែកគ្នាផងមានការអីប្រដឹងលែងគ្នាទៅស្រីអាចចិញ្ចឹមកូនបានប្រុសចិញ្ចឹមខ្លួនបានអូខេចំណែកខ្ញុំ account សិតតែឈ្មោះជាមួយគ្នាតែរឿងលុយកាក់ខ្ញុំឲ្យប៉ុនខ្ញុំចាត់ចែងទាំងអស់បើសួរខ្ញុំថាលុយកាក់មានប៉ុន្មានអីប៉ុន្មានខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែដឹងថាចំណាយប្រចាំខែខ្ញុំសួរគាត់ថាគ្រប់គ្រងបានទេបើគ្រប់គ្រងបាននឹងចំណាយខ្ញុំនៅចាយបើខ្វះខាតឲ្យប្រាប់ខ្ញុំជាបន្ទាន់ខ្ញុំប្រញាប់កាត់ចំណាយខ្ញុំសហការមួយប្រពន្ធខ្ញុំក្នុងការកាត់ចំណាយមានន័យថាឲ្យប្រពន្ធខ្ញុំថាចាយច្រើនខ្ញុំកាត់ចំណាយភ្លាមតែលុយដាក់ក្នុងធនាគារដោយសារខ្ញុំដឹងថាយើងពីរនាក់ក្រខ្ញុំមិនមានការព្រួយបារម្ភលុយកាក់ទេមិនមានការព្រួយបារម្ភមានន័យថាមិនខ្លាចប្រពន្ធខ្ញុំយកទៅណាទេអញ្ចឹងខ្ញុំឲ្យប្រពន្ធខ្ញុំចាត់ចែងទាំងអស់ណាស្អីដែលត្រូវបង់ប្រពន្ធខ្ញុំអ្នកបង់គ្រាន់តែខ្ញុំអ្នកចាយអញ្ចឹងនៅពេលខ្ញុំអ្នកចាយខ្ញុំសួរប្រពន្ធខ្ញុំរាល់ខែថាតើចំណាយគ្រប់គ្រងបានទេហើយមិនមែនគ្រាន់តែសួរទេណាភ្នែកខ្ញុំតិចខ្ញុំនឹងដឹងថាចំណាយលើអីឧទាហរណ៍ខ្ញុំចំណាយលើការជួសជុលនេះអស់ប្រហែលខ្ញុំមានអារម្មណ៍ដឹងថាអស់ប្រហែលអញ្ចឹងខ្ញុំត្រូវកាត់បន្ថយអីដើម្បីទប់ទល់អាចំណាយដែលជួសជុលនេះហើយបើខ្ញុំចង់ធ្វើអីទៀតខ្ញុំសួរប្រពន្ធខ្ញុំចំនួនលុយប៉ុណ្ណេះថវិកាប៉ុណ្ណេះបានទេប្រពន្ធខ្ញុំថាប្រហែលបានអញ្ចឹងយើងធ្វើទេធ្វើបើធ្វើខ្ញុំអ្នកចាប់ផ្ដើមចាយហើយបើចាយជ្រុលទៅធ្វើស្អីមួយទៀតអត់តាន់ធ្វើទេឈប់សិនចាំសងគេអស់សិនអាមេរិកកាំងគេអត់ធ្វើដូចខ្ញុំទេគេចែកលុយគ្នារៀងខ្លួនហើយការចែកលុយគ្នារៀងខ្លួននេះល្អមានដាក់លុយមួយគ្នាផងដាក់លុយសន្សំរៀងខ្លួនផងហើយប្រពន្ធនិងប្តីអត់ហ៊ានរំលោភលើ account ផ្ទាល់ខ្លួនរបស់គេទេដូច្នេះពេលមានបញ្ហាអីនៅសល់ចិញ្ចឹមកូនបើនៅស្រុកខ្មែរវិញបើប្តីមានស្រីហើយធាក់ក្បាលប្រពន្ធចោលប្រពន្ធលហាមណាខ្មែរយើងយល់ថាដាក់លុយផ្សេងគ្នាគឺការមិនទុកចិត្តត្រូវដែរក៏ប៉ុន្តែនៅតែមានក្បត់គ្នាហើយចុះអាមេរិកកាំងការដាក់លុយផ្សេងគ្នានៅតែមានការស្រឡាញ់ហើយចំនួនលែងលះក៏មិនឃើញភាគីណាមួយធ្លាក់ខ្លួនលហេមលហាមទេបើនៅស្រុកខ្មែរតែប្រហែលលហាមអញ្ចឹងប្រព័ន្ធមួយណាល្អខ្ញុំមិនដឹងទេស្រេចតែរើសទេដូចខ្ញុំជាមនុស្សប្រុសដែលមានជំនឿជឿចិត្តថាអាចរស់បានខ្ញុំឲ្យប្រពន្ធខ្ញុំចាត់ចែងបើខ្ញុំអត់មានមួយរៀលក៏ខ្ញុំរស់បានដែរណាអូខេ